ngàyនេះចេញមកសំបែបឈៀបងឡើងឈឺកហើយចូលសលេងឡើងច្បាស់បងប្អូនមើលឃើញថ្ងៃនេះមិនធីមកញ្ញាគាត់ចូលរួមអញ្ចឹងអានេះសកម្មភាពយើងជួយធ្វើគ្នាអញ្ចឹងណាបងប្អូនរៀបចំទឹកថៃចំសាច់បន្លែអញ្ចឹងទៅយើងរៀបចំទៅដើរលេងនៅទឹកធ្លាក់ភូមិថ្មីខ្ញុំមិនដែរទៅជាលើកទី1តែបងគាត់នៅនឹងគាត់ហៅដើរលេងហ្នឹងអញ្ចឹងថ្ងៃនេះមានគ្នារដងដើមម្នាក់ឯងឥឡូវចាប់ដើមខ្ញុំបុកទឹកថៃហ្នឹងបងណាមិនដឹងរសជាតិយ៉ាងណាទេថ្ងៃនេះមានកញ្ញាគាត់ជួយចិត្តក្រូចចិត្តនឹងបងគាត់ជួយធ្វើម្ហូបនៅខាងក្រោយអញ្ចឹងជាស្រ័យបងប្អូនថ្ងៃនេះឈឺកព្រោះឲ្យផឹកមួយពួកបងមកវិញមិនចាប់ដើមបញ្ចូលសលេងកាត់តវីដេអូអញ្ចឹងណាឥឡូវចង់ឲ្យបងប្អូនមើលឥឡូវខ្ញុំបន្តសកម្មភាពបុកទឹកត្រីរបស់ខ្ញុំបងប្អូនទឹកត្រីកោះកុងដល់លេងនៅកោះកុងចាំមើលទៅជាយ៉ាងណាហើយចាប់ដើមប្រមូលគ្រឿងខើមកគ្រប់ហើយប៉ុន្តែសំខាន់បុកនៅលើនឹងវាខ្តក់ឥឡូវយើងបុកអត់កើតទេបងប្អូនអញ្ចឹងមានតែដាក់នៅក្រោមវិញបុកនៅនឹងខ្តក់ឲ្យម្ទេសហើយនឹងខ្ទឹមឥឡូវយើងបន្តយកមកបុកនៅក្រោមបងប្អូនហើយនឹងបុកនេះយើងពេញដៃឥឡូវយើងចាប់ដើមយកគ្រឿងក្រៅយកមកប្រឡាក់ហូបយើងមកនេះផ្លូវចាប់ដើមចេញទៅបងប្អូនយើងជិះដល់ផ្សារភូមិថ្មីមានផ្លូវបត់ស្ដាំបងប្អូនបត់ស្ដាំយើងជិះមកត្រង់រហូតមកតាមផ្លូវហ្នឹងយើងកុំបត់ទៅណាអីព្រោះអីផ្លូវហ្នឹងទៅត្រង់រហូតអញ្ចឹងណាឥឡូវបងប្អូនមើលសកម្មភាពតាមដងផ្លូវអញ្ចឹងណាមានបងប្អូនគាត់នៅច្រើនឥឡូវខ្ញុំធ្លាប់មកកាល2019ដូចជាមិនសូវមានផ្ទះមានអីទេម្ដងហ្នឹងស្ងាត់ដែរតែឥឡូវផ្លូវស្អាតចាក់បេតុងស្អាតអញ្ចឹងផ្លូវជិះទៅក៏ស្រួលដែរបងប្អូនកន្លែងខ្ញុំទៅលេងហ្នឹងបងប្អូនគេហៅទឹកធ្លាក់ភូមិថ្មីអញ្ចឹងណាបងប្អូនទឹកនៅកន្លែងហ្នឹងស្អាតដែរបងប្អូនចាំមើលទៅដល់មុខទៅយើងចាប់ដើមទៅដល់កន្លែងញ៉ាំអីខ្ញុំអត់កាត់ទេវីដេអូនេះបងប្អូនព្រោះអីចង់ឲ្យបងប្អូនមើលផ្លូវទៅខ្លាចយើងកាត់វីដេអូខ្លីៗទៅបងប្អូនពេលចង់មកលេងអីអត់ស្គាល់ផ្លូវអញ្ចឹងណាឬបងប្អូនជួយ subscribe channel ឲ្យខ្ញុំមួយយើងអញ្ចឹងទៅតាក់ទងខ្ញុំមិនសិនចង់មកលេងកោះកុងអីចឹងខ្ញុំអាចជួយដល់លេងបានអញ្ចឹងតាក់ទងខ្ញុំមុនមកស្រួលខ្ញុំជួយដល់លេងព្រោះនៅកោះកុងខ្ញុំស្គាល់រៀងច្រើនដែរអញ្ចឹងណាឥឡូវខ្ញុំមកនៅកោះកុងបានមួយរយៈដែរខ្ញុំធ្លាប់មកនៅតាំងពី2019អញ្ចឹងវាចូល7ឆ្នាំបងប្អូនចូល7ឆ្នាំអញ្ចឹងទៅខ្ញុំទៅមកនៅវិញឡើយហ្នឹងតាមដងផ្លូវស្អាតបងប្អូនប៉ុន្តែវានៅមេឃនៅកោះកុងខែនេះគឺឲ្យតែល្ងិតដល់បងប្អូនវាមេឃរកភ្លៀងប៉ុន្តែទេសភាពវិញគឺទំបាញ់មកបងប្អូនស្អាតឥឡូវយើងចាប់ដើមជិះទៅឡើងទៅលើភ្នំតិចចាប់ដើមផ្លូវហ្នឹងដល់ពេលយើងចុះទៅក្រោមស្អាតបងប្អូនមើលទេសភាពអែមមកថ្ងៃនេះទៅជាធីមបងប្អូនបងគាត់នៅធ្វើការនៅហ្នឹងអញ្ចឹងគាត់ទៅនៅហ្នឹងគាត់អត់បានធ្វើការគាត់សម្រាប់អញ្ចឹងទៅក៏ប្រវល់រដងខ្ញុំដើរតែម្នាក់ឯងបងប្អូនតែម្នាក់ឯងទេតែឥឡូវមានគ្នាអញ្ចឹងឈីអញ្ចឹងនេះយើងដាក់អស់មកកំប៉ុងពីកំប៉ុងទៅឥឡូវឈឺកហើយ voice លេងនឹងឈឺកហ្នឹងបងប្អូនឥឡូវមកដល់នេះគឺផ្លូវចុះចំណោតស្អាតបងប្អូនទេសភាពស្អាតថតអញ្ចឹងមេឃល្ងិតអញ្ចឹងអត់សូវច្បាស់អត់សូវស្អាតទេបងប្អូនតែបើយើងមកមើលផ្ទាល់នេះគឺអែមតាមផ្លូវគឺដឹមបាច់បងប្អូនមើលឲ្យចប់ទៅវីដេអូនេះបើសិនជាចង់ដើរលេងអីមកនឹងអីយើងស្គាល់ផ្លូវខ្ញុំអត់កាត់ទេព្រោះមានផ្លូវបត់ដូចជាហ្នឹងឯងផ្លូវបត់2ដងអញ្ចឹងបងមានផ្លូវមួយទៀតយើងឡើងទៅលើត្រង់មួយទៀតទៅយើងបត់ស្ដាំតាមផ្លូវលំតាមផ្លូវគ្រុះហើយជាចូលជាដី1គីឡូអីទៀតយើងដល់ទឹកឈូងហ្នឹងឯងបងប្អូនឥឡូវយើងជិតដល់កន្លែងផ្លូវដែលត្រូវបត់ហ្នឹងបងប្អូនចុះទៅបន្តិចទៀតដល់កន្លែងផ្លូវបត់ហ្នឹងបើសិនជាអ្នកអត់ធ្លាប់មកអីប្រហែលជាអាចនឹងវិញផ្លូវចឹងណាយើងអាចនឹងជិះខុសផ្លូវតែបងប្អូនមើលវីដេអូនេះចប់ទៅអាចនឹងស្គាល់នេះផ្លូវនេះដល់កន្លែងបត់វិញហ្នឹងបត់ស្ដាំបងប្អូនផ្លូវខ្ញុំកាត់មកដល់លើនេះខ្ញុំបត់ស្ដាំជិះមកត្រង់រហូតមកតាមផ្លូវគ្រូបងប្អូនហើយយ៉ាងឡើងទៅលើនៅប្រហែលជាហ្នឹងឯដីប្រហែលជាចុះពីផ្លូវបេតុងមកប្រហែលជា1គីឡូដីដល់ឡើងបងប្អូនយើងជិះតាមផ្លូវគ្រូផងហ្នឹងមកឥឡូវយើងចាប់ដើមទៅមុខទៅទៀតដល់ហើយបងប្អូនដល់កន្លែងនៅត្រូវយើងបត់ទៅព្រោះនេះតាមផ្លូវមានផ្លូវបត់បន្តទៀតចឹងហើយបងប្អូន
ចូលមើលទេសភាពសងខាងទៅខែនេះភ្លៀងបងប្អូនហើយមកលេងខែនេះទឹកធ្លាក់ណាមួយទឹកអត់សូវមានតែភ្លៀងមែនតែវាអត់ទាន់ដល់ខែវស្សាបងប្អូនបើសិនជាដល់ខែភ្លៀងច្រើនហ្មងអត់មានទឹកស្អាតទឹកធ្លាក់មានច្រើនហ្នឹងតែឡើយអត់សូវមានទឹកយើងអាចទៅងូតបានតិចតួចទេឥឡូវយើងកាត់មកដល់កន្លែងទឹកធ្លាក់ហ្នឹងបងនេះយើងមកដល់ដំបងស្អាតកន្លែងនេះបើសិនជាទឹកច្រើនអែមបងហើយយើងចាប់ដើមជួយគ្នាម្នាក់ម្ដាយមួយជើងខ្ញុំអត់មានថតបានជួយអីទេបានដើរថតសិនបងកញ្ញាគាត់ជួយដោតសាច់អញ្ចឹងណាបងលើកែវមុនហ្នឹងនេះទឹកខ្លៅបងមើលវាមានតិចតួចដែរទឹកមិនសូវជាច្រើនប្រហែលទេឥឡូវយើងរៀបចំហូបយើងដាក់រៀបចំហ្នឹងនេះយើងថតទេសភាពនៅតាមទឹកហ្នឹងធ្លាក់ដូចជាវែងបងប្អូនវែងដែរឡើងទៅលើទៀតប៉ុន្តែនៅខាងលើវាអត់ទាន់មានទឹកចឹងអត់ទាន់ធ្លាក់ទឹកអីមកជាច្រើនយើងអាចងូតបានស្រួលទេអានេះយើងងូតបានប៉ុន្តែយើងហាយអត់កើតបងប្អូនទឹកវានៅរាក់នេះស្ពេលនេះចាប់ដើមខ្ញុំមកអាំងសាច់ចែកមុខជំនាញគ្នាម្ដងអ្នកបងប្អូនឥឡូវយើងចាប់ដើមដល់ម៉ោងឈៀលហើយតាមពិតទៅនៅកងយើងនេះមានកន្លែងដើរលេងច្រើនបងប្អូនប៉ុន្តែយើងអ្នកខ្លះគាត់អត់សូវដឹងអញ្ចឹងទៅគាត់អត់សូវបានមកបើសិនជាបានមកដើរលេងទៅចាំអារម្មណ៍ព្រួយដើរលេងកន្លែងដើរលេងច្រើនខ្ញុំគិតថាបើសិនជាចូលចិត្តបែបសមុទ្រភ្នំអីលេគ្នាអីចឹងទៅគឺដំបែបងប្អូនចូលចិត្តបែបហ្នឹងគឺអែមហ្មងកន្លែងនេះខ្ញុំចាប់ដើមយកសាច់មកអាំងយកមឹកយកអីមកអាំងបងប្អូនមានអារម្មណ៍ថាប្លែកទេបងប្អូនមកបែបចឹងឈៀលចឹងឥឡូវបងហ្នឹងគាត់អង្គុយបានកាមេរ៉ាឲ្យឥឡូវឲ្យគាត់ឲ្យមកថតខាងនេះវិញខ្ញុំមិនសូវជា professional អីថតអីណាទេបងប្អូនគាត់ណាដៃថ្មីបងប្អូនជួយ subscribe ផងមើលជួយ subscribe channel បងប្អូនអ្នកមួយផងឥឡូវពឹងបងឲ្យគាត់ជួយថតពួកឲ្យម្នាក់មកប៉ុសពួកខ្ញុំអត់បានឲ្យថតជាស្លឹកទេខ្ញុំថតវីដេអូទាំងអស់មានតែពឹងពួកគាត់ឲ្យថតស្លឹកឲ្យម្នាក់មកស្លឹកទេឥឡូវយើងចាប់ដើមឆ្អិនប្រាំដែរយើងចាប់ដើមឈៀជាមួយពួកគាត់ថ្ងៃនេះមកដូចជា7 8នាក់ដែរបងប្អូនមកជុំគ្នាដល់ដើមម្នាក់ឯងមានអារម្មណ៍ថាប្លែកដល់ពេលមកជាគ្នាអញ្ចឹងក៏មួយយ៉ាងដែរបងប្អូនឥឡូវយើងមានអីមាន again snow នេះមិនសូវជាចេះញ៉ាំបានទេខ្ញុំឥឡូវផ្លែនេះដូចមកខុតចឹងបងប្អូនជូអែមតែរៀងជូបើសិនជាហូបមួយអំបិលឆ្ងាញ់បងជួយ subscribe channel YouTube ខ្ញុំមួយផងបងប្អូនទៅបង្កើតថ្មីបងប្អូនបើសិនជាបងប្អូនចង់មកលេងកោះកុងអីអាចតាក់ទងvớiខ្ញុំបានខ្ញុំអាចមានពេលជូនដល់លេងបងប្អូនបានចឹង